បាទបងប្អូនទាំងអស់គ្នានេះគឺជាវីដេអូថ្មីមួយទៀតហើយរបៀបបំពងដុំឈីបងប្អូនទាំងអស់គ្នាបាទជាដំបូងឡើយគឺយើងត្រូវតែរកដុំឈីបាទដុំឈីហ្នឹងគឺគេហៅថាដុំឈីអញ្ចឹងណាបងប្អូនបាទដុំឈីឬក៏ឈីតាយបងប្អូនទាំងអស់គ្នាបាទហើយខ្ញុំដាក់នេះគឺខ្ញុំដាក់ប្រហិតមួយចំណិតផងបាទប្រហិតក្រហមបាទបងប្អូនទាំងអស់គ្នាហ្នឹងហើយបងប្អូនមើលតាមវីដេអូហ្នឹងទៅបាទអានឹងចេះធ្វើដូចគ្នាហើយបាទរួចហើយយើងដោតយើងយកចង្កាក់មកដោតវារួចហើយយើងត្រៀមម្សៅស្រាច់ម្សៅស្រួយបងប្អូនទាំងអស់គ្នារួចហើយយើងគោះពងទាដាក់ចូលមួយគ្រាប់ទៅដើម្បីឲ្យវាមានអាជីរសកាន់តែឆ្ងាញ់ចាស់បាទរួចហើយយើងលាយវាណាយើងលាយវាឲ្យខាប់មកល្មមបងប្អូនទាំងអស់គ្នាបាទហ្នឹងហើយនេះបានចុចអត់មិនអត់ចុចផងហ្នឹងបងដល់ទៀតគេវាយឺតសិនលើគេវាយឺតបាទបន្ទាប់ពីយើងវាយម្សៅរួចហើយមើលទៅមកល្មមហើយបងប្អូនទាំងអស់គ្នាបាទហើយយើងកុំភ្លេចយកកតិចនំប៉័ងមកត្រៀមជាមួយផងបាទបងប្អូនទាំងអស់គ្នាបន្ទាប់មកគឺយើងដាក់ខ្ទះនៅលើភ្លើងទៅបាទខ្ញុំប្រើកញ្ច្រានហ្គាសបាទរួចហើយយើងចាក់ខ្លាញ់ចូលទៅបងប្អូនទាំងអស់គ្នាបាទយើងទុកខ្លាញ់ឲ្យវាក្តៅល្អអញ្ចឹងណាបងប្អូនទាំងអស់គ្នាបន្ទាប់មកទៀតគឺយើងលុញដុំឈីសហ្នឹងជាមួយម្សៅរបស់យើងហ្នឹងបាទបងប្អូនកុំភ្លេចណាទៅទិញកតិចនំប៉័ងផងបាទអ្នកទាំងអស់គ្នាបាទនេះគេហៅថាកតិចនំប៉័ងបាទបងប្អូនបាទហ្នឹងហើយអញ្ចឹងហើយក៏យើងចាប់ផ្ដើមឲ្យចាំខ្លាញ់វាក្តៅអញ្ចឹងណាបងប្អូនទាំងអស់គ្នានេះដុំឈីសខ្ញុំធ្វើបន្តិចទេបាទបងប្អូនទាំងអស់គ្នាសម្រាប់ឲ្យកូនញ៉ាំអញ្ចឹងណាញ៉ាំលេងបាទហើយអាហ្នឹងចង់បញ្ជាក់បងប្អូនទាំងអស់គ្នាថាបើវាត្រជាក់គឺវាអត់គឺវាកកបងប្អូនទាំងគ្នាតែដល់ពេលវាក្តៅគឺវាតាយបាទឬក៏វារាវអញ្ចឹងណាបងប្អូនហើយរវានឹងស្អិតបាទរសជាតិរបស់វាគឺមានរសជាតិឆ្ងាញ់បាទគឺមានរសជាតិខ្ទិះបាទវាជាដុំទឹកដោះគោអីចឹងណាបាទហ្នឹងហើយវាមានរសជាតិខ្ទិះបងប្អូនទាំងអស់គ្នាបាទហ្នឹងហើយមើលតាមវីដេអូហ្នឹងទៅបាទអរគុណបាទបន្ទាប់ពីបំពងឆ្អិនហើយបងប្អូនចាំទៅមើលទស្សនាការហូបបាទតើវាតាយយ៉ាងម៉េចបាទបងប្អូនទាំងអស់គ្នាហ្នឹងហើយសូមអញ្ជើញតាមដានទាំងអស់គ្នាដូចតទៅបាទបងប្អូនទាំងអស់គ្នាបាទបងប្អូនទាំងអស់គ្នានេះគឺជាការបរិភោគហើយបាទនឹងគឺវាតាយបែបនេះបងប្អូនបាទពេលដែលវាក្តៅបាទបងប្អូនបាទពេលដែលវាត្រជាក់គឺវាអត់តាយទេគឺវាអត់តាយអញ្ចឹងទេណាបងប្អូនទាំងអស់គ្នាបាទហ្នឹងហើយនេះគឺគ្រាន់តែជាការបញ្ជាក់បាទបងប្អូនទាំងអស់គ្នាហ្នឹងហើយដូចក្នុងរូបភាពចឹងបាទហើយរសជាតិវាឆ្ងាញ់បងប្អូនបាទឆ្ងាញ់ប្លែកបាទហ្នឹងហើយវាមានរសជាតិខ្ទិះទឹកដោះគោបាទបងប្អូនទាំងអស់គ្នាបាទអេហ្មងរសជាតិវាបាទអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងឯងបងប្អូនទាំងអស់គ្នាបើសិនបងប្អូនទាំងអស់គ្នាជួយចិត្តវីដេអូខ្ញុំសូមជួយ like និង comment បាទជួយ follow ខ្ញុំម្នាក់មួយផងបាទខ្ញុំនឹងព្យាយាមធ្វើវីដេអូឲ្យកាន់តែបានល្អបាទតទៅមុខទៀតបាទហ្នឹងហើយអរគុណសូមជម្រាបលាបាយបាយចប់សិនអលក់ខ្ញុំចេះលក់តែអានោះញ៉ាំអេមกับสรี
đây cùng bây giờ chặt tia ha mơ tia vào mà một đại ăn không thử đầu mà một đại ăn không thử và đầu tiênประมาณ100 ไม้mấy bạn nào đấy tia này nó tụi mua cái gì